សូមជូនរឿងតុនសាយចង់ស៊ីចេកកាលពីព្រេងនាយមានតុនសាយកំហូចមួយក្បាលរត់ចូលទៅនៅក្នុងភូមិវាឃើញយាយចាស់ម្នាក់កំពុងទូលចេកយកទៅលក់តុនសាយអស់កម្លាំងហើយគិតចង់ស៊ីចេកក៏ធ្វើពុតដេកស្លាប់លើផ្លូវឯយាយចាស់នោះទូលចេកមកដល់ឃើញតុនសាយដេកស្លាប់ដូច្នេះក៏លើកដាក់ក្នុងល្អីចេកយាយដើរបណ្ដើរនឹកគិតត្រេកអរក្នុងចិត្តបណ្ដើរថាបានតុនសាយយកទៅធ្វើសម្លម្ជូរគ្រឿងហើយថ្ងៃនេះឯតុនសាយកាលបើបានយាយដាក់ក្នុងល្អីហើយក៏បកចេកស៊ីយ៉ាងឆ្ងាញ់លុះស៊ីចេកអស់ពីក្នុងល្អីក៏បោលចូលក្នុងព្រៃបាត់ទៅពេលទៅដល់ផ្ទះយាយដាក់ល្អីចុះឃើញតែសម្បកចេកបាត់ទាំងតុនសាយទើបភ្ញាក់ខ្លួនថាចាញ់បោកតុនសាយកំហូចនោះយាយគិតស្ដាយហើយនឹកថារបស់ដែលបានមកដោយស្រួលពេកអាចនាំក្តីអន្តរាយដល់ខ្លួនឥឡូវបាត់ទាំងតុនសាយអស់ទាំងចេក